សូមគោរពសូមជម្រាបសួរបងប្អូនថ្ងៃនេះបងប្អូនសុខសប្បាយទេបងប្អូនបែកជាមួយរយៈនឹងសុខសប្បាយទេសម្រាប់ខ្ញុំសុខសប្បាយជាធម្មតាទេមួយរយៈនេះរវល់ពីការងារពេកមិនសូវបានចេញជាវីដេអូទេបងប្អូនណាសូមអធិស្ឋានថ្ងៃនេះបានចេញវីដេអូមួយជូនចំពោះបងប្អូនដែលជាចំណេះដឹងមួយផងដែរតែឆ្លៀតពេលនេះផងដែរបងប្អូនបានទស្សនាវីដេអូនេះហើយកុំភ្លេចចុច like និង follow ឬក៏ចុចសញ្ញាកណ្ដឹង subscribe ខ្ញុំបានមួយផងដើម្បីនឹងមានកម្លាំងចិត្តធ្វើវីដេអូលើកក្រោយទៀតថ្ងៃនេះគឺមានចំណេះដឹងមួយទាក់ទងនឹងការលុបសារយើងដាក់កំណត់នៃការលុបសារ Telegram របស់យើងណាយើងឆាតជាអក្សរឬក៏ឆាតជាសំឡេងអីហ្នឹងអញ្ចឹងយើងឲ្យវាលុបកំណត់កម្រិតកំណត់ថ្ងៃកំណត់ពេលវេលាអញ្ចឹងណាកំណត់ពេលវេលាប្រហែលថ្ងៃឲ្យវាលុបប្រហែលមួយអាទិត្យពីរអាទិត្យមួយសប្តាហ៍ឬក៏យ៉ាងណាយ៉ាងណីឥឡូវបងប្អូនចូលមកដល់វិញខ្ញុំចូលមកដល់កន្លែង Telegram របស់យើងមកចូល Telegram មកចុច Telegram ហ្នឹងតមកទៀតយើងចូលមកត្រី3តមកយើងយកពាក្យថា setting មកតមកទៀតយកពាក្យថា privacy security នេះយកមកយកពាក្យថា auto delete message នេះយើងពាក្យខាងលើនេះបងប្អូនណាពាក្យខាងលើហ្នឹងគឺអោសចង់មានន័យថាយើងផ្ញើទៅណាក៏ដោយគឺវាអត់មានលុបអត់មានអីទេនេះអោសហ្នឹងគឺបិទនេះ cell គេថា set distract timer ហ្នឹងអញ្ចឹងអាឡែងហ្នឹងគឺយើងវាបិទហើយវាអត់មានលុបទេអានេះហើយទី2ហ្នឹងគឺ after day after one day ហ្នឹងមានន័យថាបន្ទាប់ពីមួយថ្ងៃគឺ Telegram ដែលយើងឆាតទៅហ្នឹងគឺវាលុបដោយអូតូមិនចាំបាច់យើងលុបទេលុបដោយអូតូហើយអានេះគឺ after one week មានន័យថាបន្ទាប់ពីមួយសប្តាហ៍គឺវាលុបដោយអូតូដែលយើងឆាតទៅសេជាអក្សរឬក៏រូបភាពសម្លេងអីក៏ដោយនេះហើយអាខាងលើគេនេះគឺ after one month មានន័យបន្ទាប់ពីមួយខែគឺវាលុបដោយអូតូបងប្អូនណាបងប្អូនអញ្ចឹងបងប្អូនជ្រើសរើសយកមួយណាក៏បានដែរអញ្ចឹងជ្រើសរើស one after one day ឬក៏ after one week after one month ស៊ីសងលើបងប្អូនចង់បានអញ្ចឹងទេសម្រាប់ខ្ញុំចូលមួយសប្តាហ៍អញ្ចឹងខ្ញុំឆាតហើយបន្ទាប់ពីមួយសប្តាហ៍គឺវាលុបដោយអូតូតែម្ដងនេះ after one month អញ្ចឹងប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនតោះបើយើងទៅសេឆាតយើងសេអក្សរសេទៅជាសំឡេងឬក៏រូបថតអីក៏ដោយគឺវាលុបដោយអូតូតែម្ដងនឹងសម្រាប់ដែលយើងឆាតទៅគេគឺវាលុបដោយអូតូតែម្ដងហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាសូមជួយចុច Subscribe និងសញ្ញាកណ្ដឹងឲ្យខ្ញុំបាទមួយផងសូមអរគុណនិងសូមជម្រាបលា